បុរសម្នាក់មានជីវិតសាមញ្ញនិងមុខមាត់ស្ងប់ស្ងាត់គាត់មិនជាមនុស្សដែលនិយាយពីអារម្មណ៍ឬជឿលើពាក្យឬស្រឡាញ់ទេសម្រាប់គាត់ស្រឡាញ់គ្រាន់តែជាពាក្យដែលមនុស្សប្រើពេលចិត្តខ្សោយនារីម្នាក់ចូលមកក្នុងជីវិតគាត់ដោយគ្មានការអញ្ជើញនាងមិនស្អាតប្លែកមិនលេចធ្លោតែមានសំឡេងស្ងប់ដែលធ្វើឲ្យពេលវេលារបស់គាត់មិនស្ងាត់ដូចមុនទៀតគាត់នៅជិតនាងនិយាយជាមួយនាងញឹមជាមួយនាងប៉ុន្តែមិនដែលគិតថានេះហៅថាcôស្រឡាញ់ទេនាងវិញស្រឡាញ់ដោយមិនសួរស្រឡាញ់ដោយមិនទាមទារស្រឡាញ់ទោះដឹងថាប្រហែលមិនមានចម្លើយថ្ងៃកន្លងផុតនាងចាប់ផ្ដើមស្ងាត់មិនសួរដូចមុនមិនសើចដូចមុនហើយចុងក្រោយនាងក៏ដើរចេញពីជីវិតគាត់ដោយមិនទុកពាក្យសម្លេងណាមួយនៅពេលនោះហើយបុរសម្នាក់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកភាពស្ងប់ដែលគាត់ធ្លាប់ស្រឡាញ់คล้ายជាភាពទេហើយភាពទេនោះធ្វើឲ្យឈឺថ្ងៃមួយនៅក្នុងយប់ស្ងាត់មួយគាត់គិតពីនាងគិតពីសំឡេងគិតពីការសើចគិតពីការដែលនាងនៅទីនោះដោយមិនដែលស្នើសុំអ្វីពីគាត់នៅពេលនោះហើយគាត់យល់ថាអ្វីដែលគាត់ធ្លាប់ហៅថាធម្មតាគឺជាកុសស្រឡាញ់វូតែវាមកយឺតពេកគាត់បាញ់ស្រឡាញ់មួយចុងក្រោយនៅក្នុងចិត្តដោយគ្មានអ្នកទទួលដោយគ្មានថ្ងៃសារភាពដោយគ្មានថ្ងៃជួបគ្នាវិញនារីម្នាក់រស់នៅទីកន្លែងណាមួយបុរសម្នាក់រស់នៅជាមួយការយល់ដឹងយឺតហើយពីថ្ងៃនោះមកពួកគេមិនបានជួបគ្នារហូតមានស្រឡាញ់ខ្លះមិនបាត់ទៅទេវាគ្រាន់តែមិនបានរស់